ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកទៅជែកទៅលើប្រធានបទឬក៏ចំណុចមួយដែលខ្ញុំដកស្រង់ពីសិភៅនេះគឺចំណុចពាក់ព័ន្ធទៅនឹងនៅពេលដែលស៊ូស៊ឺហើយនឹងប្អូនប្រុសរបស់គាត់ហ្នឹងទៅប្រឡងហើយនៅពេលដែលការប្រឡងរបស់គាត់លើកទី1ត្រូវបានជាប់ទាំងបងទាំងប្អូនហើយក៏ប៉ុន្តែក៏ត្រូវបានមានការតវ៉ាពីសិស្សនិស្សិតពីសំណាក់សិក្សាដែលបានប្រឡងជាប់នៅក្នុងវិញ្ញាសាហ្នឹងតាក់ទងទៅនឹងសំណេររបស់គាត់ដែលគាត់មានការកលៃអំពីប្រវត្តិសាស្ត្រហ្នឹងគឺរឿងហ្នឹងគឺប្រឡងមួយសារលើកទី1ហ្នឹងក៏បានបញ្ចប់ទៅតែក៏មានការដាក់វិញ្ញាសាឲ្យប្រឡងជាលើកទី2ហើយការប្រឡងវិញ្ញាសាលើកទី2ហ្នឹងគឺសំណេររបស់គាត់ក៏ត្រូវបានជាប់នៅក្នុងការប្រឡងនឹងដែរប៉ុន្តែសំណេររបស់គាត់ហ្នឹងគឺគាត់បាននិយាយចំថាម៉េចពេលគ្មានរឿងមិនចេះព្រួយពេលមានរឿងចេះតែភ័យស្រីស្នំក្នុងវាំងរាប់ពាន់អ្នកស្រីស្រារំច្រៀងគ្មានការកំណត់ឃ្លានឹងធ្វើឲ្យមន្ត្រីអាក្រក់ខូចនឹងលើកយកមកវាយប្រហារស៊ូតុងពទៀតស៊ូស៊ឺដែលឈ្មោះដំបងរបស់គាត់នឹងហើយធ្វើឲ្យគេតវ៉ាច្រើនហើយនៅពេលដែលមានរឿងចឹងកើតឡើងស៊ូឆឹងដែលជាប្អូនប្រុសហ្នឹងគឺបានមកជួបបងហើយខ្ញុំចាប់អារម្មណ៍ហើយនឹងចាប់អារម្មណ៍មែនតើនឹងការសន្ទនារបស់បងប្អូនគេហ្នឹងអញ្ចឹងខ្ញុំសូមអាននិងដកស្រង់ការសន្ទនាហ្នឹងហើយដើម្បីឲ្យបងប្អូនស្ដាប់ពិចារណានៅពេលដែលស៊ូឆឹងមកជួបបងហ្នឹងគឺស៊ូឆឹងបានលើកឡើងថាបងប្រុសអ្វីដែលបងទៅសេនៅក្នុងអត្ថបទប្រឡងនេះគឺពិតជារឿងធ្ងន់ធ្ងរពេកហើយវាប៉ះពាល់ដល់ព្រះមហាក្សត្រស៊ូស៊ឺពេលឮប្អូននិយាយអញ្ចឹងគាត់ក៏បានឆ្លើយតបថាការទៅសេអត្ថបទគឺដើម្បីបង្ហាញពីពាក្យពិតនិងដើម្បីប្រយោជន៍មិនមែនពាក្យលួងលោមនោះទេបើមិនអញ្ចឹងទេហៅថាធ្វើមន្ត្រីដើម្បីបម្រើជាតិហ្នឹងយ៉ាងដូចម្ដេចនឹងកើតទៅហើយបន្ទាប់ពីការឆ្លើយតបរបស់ស៊ូស៊ឺអញ្ចឹងស៊ូឆឹងហ្នឹងក៏ឆ្លើយថាមែនហើយអ្វីដែលបងបានទៅសេនោះគឺសុទ្ធតែជារឿងពិតនេះអាចបញ្ជាក់បានថាបងពិតជាស្មោះត្រង់និងរាជការណាស់ប៉ុន្តែអ្វីដែលបងសរសេរយ៉ាងនេះប្រកាសជាធ្វើឲ្យពួកមន្ត្រីអាក្រក់ទាំងនោះធ្វើបាបបងជាក់ជាមិនខានចំណុចត្រង់នេះខ្ញុំចាប់អារម្មណ៍មែនតើបងអ្វីដែលបងបានសរសេរទាំងប្រមាណហ្នឹងណានឹងធ្វើឲ្យមន្ត្រីអាក្រក់ទាំងនោះធ្វើបាបបងជាក់ជាមិនខានប៉ុន្តែការឆ្លើយតបរបស់ស៊ូស៊ឺក៏មិនធម្មតាដែរបងប្អូនហើយខ្ញុំចូលចិត្តកន្លែងហ្នឹងមែនតើស៊ូឆឹងប៉ុណ្ណឹងហើយឯងនៅមិនទាន់យល់ទៀតបងសរសេរយ៉ាងនេះច្បាស់ណាស់ដែលមនុស្សអាក្រក់នឹងមករករឿងបងចុះឯងគិតថាបើបងមិនសរសេរអត្ថបទមួយនេះតើពួកមនុស្សអាក្រក់ទាំងនោះនៅតែមិនរករឿងបងទៀតមែនឬទេគាត់និយាយថាគាត់និយាយឃ្លាហ្នឹងគាត់ថាបើគាត់មិនទៅសេអញ្ចឹងបើគាត់ជាមន្ត្រីស្មោះត្រង់បើមិនជាគាត់មិនទៅសេអញ្ចឹងតែច្បាស់ទេដែលមន្ត្រីអាក្រក់នឹងអត់មកធ្វើបាបគាត់នឹងមិនមករករឿងគាត់បន្តទៀតឯងត្រូវដឹងថាមនុស្សអាក្រក់ទាំងអស់នោះពួកគេនៅតែរកវិធីធ្វើបាបបងដដែលហ្នឹងអញ្ចឹងហើយទៅខ្វល់ធ្វើអីព្រោះវាជារឿងធម្មតាទៅហើយបែបនេះហើយទៅបងចង់បង្ហាញពួកគេថាបងមិនងាយស្រួលឲ្យពួកគេធ្វើបាបនោះទេនេះគឺជាឃ្លាសន្ទនារបស់ស៊ូឆឹងនៅពេលដែលមកជួបបងប្រុសបង្ហាញអំពីការបារម្ភនៅពេលដែលបងប្រុសសរសេរពាក្យពិតនៅក្នុងសំណេរប្រឡងហើយបារម្ភថាស៊ូស៊ឺអាចនឹងរងគ្រោះនៅពេលដែលគាត់ខ្លាចទៅជាមន្ត្រីហើយគាត់លើកពាក្យពិតហើយនឹងគាត់និយាយអំពីបញ្ហានៅក្នុងសង្គមនៃរាជការនោះយកមកដោះស្រាយឥឡូវយើងបន្តទៀតស៊ូឆឹងក៏បានឆ្លើយនៅពេលដែលស្ដាប់ពាក្យពេចន៍បងប្រុសពួកយើងគឺជាសិស្សទៅតែប្រឡងជាប់គួរតែសំងំនឹងត្រៀមខ្លួនសម្រាប់ថ្ងៃក្រោយមិនត្រូវបង្ខំពេកទេបងប្អូនលឺទេត្រូវតែសំងំមិនត្រូវបង្ខំពេកទេលើកមុនបងសរសេរអត្ថបទប្រឌិតរឿងប្រវត្តិសាស្ត្រម្ដងរួចទៅហើយលើកនេះបងសរសេរអត្ថបទរត់តែធ្ងន់ទៀតព្រោះធ្ងន់ប៉ះពាល់ព្រះមហាក្សត្រយើងដឹងហើយថាក្នុងរាជការហ្នឹងគឺព្រះមហាក្សត្រគឺជាអ្នកកាន់អំណាចក្នុងពេលបច្ចុប្បន្នប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជាហ្នឹងព្រះមហាក្សត្រអត់កាន់អំណាចទេតែជាព្រះប្រមុខរដ្ឋដូចជាថៃដូចជាកម្ពុជាយើងជាដើមអីចឹងតែយើងមានច្បាប់មួយហាមប៉ះពាល់ឬក៏ហាមប្រមាថព្រះមហាក្សត្រវាជាទោសក្រិតខ្ញុំដឹងថាបងធ្វើយ៉ាងនេះចង់ឲ្យជាតិយើងល្អប៉ុន្តែគិតដល់ជាតិក៏ត្រូវគិតពីសុវត្ថិភាពខ្លួនឯងផងដែរអានឹងឃ្លាស៊ឺឆឹងរំលឹកបងប្រុសហើយជាមួយបងប្រុសឆ្លើយមកវិញស៊ឺឆ្លើយថាបងអូនប្រុសបើគិតដល់ជាតិមិនដែរគិតពីខ្លួនឯងនោះទេបងអូនប្រុសបងគិតដល់ជាតិមិនដែរគិតពីខ្លួនឯងនោះទេបើមិនអញ្ចឹងមកបំរើជាតិធ្វើអីគួរណាស់តែត្រឡប់ទៅស្រុកវិញហើយសំងំនៅឲ្យស្ងៀមរស់នៅក្នុងភាពអាត្មានិយមខ្លួនឯងអស់មួយជីវិតទៅហើយបងប្អូននៅពេលស្ដាប់ពាក្យហ្នឹងយល់មិនដែរតាមពិតពួកគាត់ទាំងពីរនាក់ខំរៀន
តាំងពីដើមមកខំរៀនប៉ុន្តែអត់ចង់មកធ្វើជាមន្ត្រីទេព្រោះដឹងថានៅពេលដែលធ្វើជាមន្ត្រីគឺពួកគាត់នឹងប្រឈមរឿងរ៉ាវជាច្រើនប៉ុន្តែនៅពេលដែលពួកគាត់ចង់សង្ងំឪពុករបស់គាត់ហ្នឹងគឺចង់ឲ្យកូននឹងខ្លាចទៅជាមន្ត្រីដើម្បីជួយបម្រើផលប្រយោជន៍ជាតិក៏បានបញ្ចុះបញ្ចូលនឹងបខំកូនទាំងពីរហ្នឹងឲ្យមកប្រឡងហើយគាត់នៅពេលដែលគាត់សម្រេចចិត្តមកប្រឡងគឺគាត់បានន័យថាគាត់បានដាក់ជីវិតរបស់គាត់នៅក្នុងកិច្ចការដែលជាមន្ត្រីក្នុងការបម្រើប្រជារាស្ត្រហើយនៅពេលដែលគាត់អត់មកប្រឡងដោយសារតែគាត់នៅគិតអំពីទំនួលមួយគឺគ្រួសារនិងជីវិតផ្ទាល់ខ្លួនរបស់គាត់នឹងឯងអញ្ចឹងនៅពេលដែលគាត់ដាក់ចិត្តមកប្រឡងហើយនៅពេលដែលមានការបញ្ចុះបញ្ចូលពីម្ដាយផងពីប្រពន្ធផងអញ្ចឹងគាត់ក៏សម្រេចចិត្តមកប្រឡងអញ្ចឹងនៅពេលដែលគាត់សម្រេចចិត្តថាមកប្រឡងហើយអញ្ចឹងស៊ូដែលជាស៊ូតុងប៉ឈ្មោះដែលនិយមប្រជាពលរដ្ឋខ្មែរប្រហែលជាស្គាល់ច្រើនហ្នឹងគឺស៊ូតុងប៉គឺគាត់សម្រេចចិត្តមកប្រឡងគាត់ដឹងថាគាត់នឹងប្រឈមបញ្ហាជាច្រើនប៉ុន្តែបើសិនជាគាត់មិនហ៊ាននិយាយតើគាត់មកប្រឡងជាមន្ត្រីធ្វើអីនេះគឺជាសម្ដីរបស់គាត់តែពេលអញ្ចឹងស៊ូឆឹងគាត់ឆ្លើយបន្តទៀតបងជាមនុស្សបែងចែកខុសត្រូវច្បាស់ណាស់តែទោះបីជាយ៉ាងណាក៏ដោយក៏ត្រូវតែមានវិធីផ្សេងពីនេះដែរព្រោះសិស្សនៅក្នុងសំណាក់សិក្សាដែលមានខ្នងជាមន្ត្រីធំដែលប្រឡងធ្លាក់ចង់ធ្វើបាបបងពួកគេប្រកាសជាមិននៅស្ងៀមនោះទេបងប្រុសធ្វើយ៉ាងនេះដូចទុកឱកាសឲ្យពួកគេធ្វើបាបបងអញ្ចឹងស៊ូឆឹងបានប្រាប់បងប្រុសហើយស៊ូក៏បានឆ្លើយតបវិញថាស្លាប់ក៏ស្លាប់ទៅឲ្យតែអ្វីដែលយើងធ្វើគឺដើម្បីជាតិនិងដើម្បីរាស្ត្រស្លាប់មានអ្វីគួរឲ្យខ្លាចបងប្អូនស្លាប់គួរឲ្យខ្លាចអត់សម្រាប់បងប្អូនទាំងអស់គ្នាស៊ូឆឹងបងគិតថាពេលនេះវាគឺជាឱកាសល្អដើម្បីឲ្យពួកយើងបញ្ចេញឆន្ទៈរបស់ខ្លួនហើយមិនត្រូវបោះបង់ចោលនោះទេបងសួរឯងមើលតើយើងអាចកែប្រែទម្លាប់ចាស់គឺមានអ្វីខ្លះស៊ូឆឹងក៏បានឆ្លើយតបមួយបងនៅពេលដែលបងសួរថាតើយើងកែប្រែទម្លាប់ចាស់គឺមានអ្វីខ្លះកែប្រែរបៀបរបបនិងទម្លាប់សិក្សាអាក្រក់បន្ទាប់មកស៊ូក៏បានឆ្លើយថាមិនត្រឹមតែប៉ុណ្ណោះទេថ្មីត្បិតតែការកែប្រែទម្លាប់សិក្សាចាស់ចោលប៉ុន្តែការពិតគឺកែប្រែច្បាប់ចាស់ដែលមិនល្អចោលនោះទេយល់ទេបងប្អូនប្រសិនបើពួកយើងមិនហ៊ាននិយាយមិនហ៊ានធ្វើហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននិងគិតតែពីខ្លួនឯងអញ្ចឹងយើងមានអ្វីខុសពីសិស្សក្នុងសំណាក់សិក្សាដែលអត់បានការទាំងនោះទៅសិស្សក្នុងសំណាក់សិក្សានៅក្នុងជំនាន់នោះណាបងប្អូនកុំលើកដាក់ខ្លួនណាស៊ូឆឹងមានពាក្យខ្លះនៅក្នុងចិត្តរបស់បងលាក់ទុកយូរហើយប្រសិនបើបងមិននិយាយបងមិនអស់ចិត្តទេថ្មីត្បិតតែបងជាប្រជានារីសាមញ្ញម្នាក់តែបងតាំងចិត្តគិតគូរដល់ប្រជានារីគិតគូរដល់រាជការទៅបងគិតគូរដល់ខ្លួនឯងតាមក្រោយប្រសិនបើរាជការធ្វើរឿងត្រឹមត្រូវបងប្រកាសជាជួយដល់រាជការហើយបើដូចហើយក៏ដូចជាជួយដល់រាជដែរនេះគឺជាការសន្ទនាបើបងប្អូនចង់អានបងប្អូនអាចអាននៅទំព័រទី24បាន23 24 20 21 22 23 ទំព័រហើយនៅក្នុងសភៅស៊ូទំព័របងប្អូនសភៅនេះមួយរយៈមុនគឺល្បីខ្លាំងហើយក៏មានវីដេអូខ្លីៗអំពីអំពីតួរបស់ស៊ូឬស៊ូទំព័រនឹងដែរហើយនេះគឺជាចំណុចចាប់ផ្ដើមនៃរឿងរបស់ស៊ូទំព័រទេចំណុចនេះគឺខ្ញុំលើកយកមកគឺខ្ញុំចង់និយាយដើម្បីឲ្យបងប្អូនបានស្ដាប់និងពិចារណាវាគឺជាប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃសម័យមួយនៅក្នុងប្រទេសចិនតែវាក៏បន្តកើតឡើងនៅក្នុងប្រទេសជាច្រើនទៀតដែរនៅលើពិភពលោកយើងនេះបញ្ហាគឺវាដដែលទេគ្រាន់តែតើយើងយកមធ្យោបាយតើយើងឆ្លើយតបរបៀបម៉េចដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងជាពិសេសតើយើងមានទស្សនវិស័យនិងឆន្ទៈបែបម៉េចក្នុងការដោះស្រាយនៅបញ្ហាដែលកំពុងកើតឡើងហើយយើងមើលសម័យកាលរបស់ប្រទេសចិនដូរពីមួយចំនួនទៅមួយចំនួនវាក៏ខុសគ្នាដែរប្រទេសណាក៏ដូចគ្នាដែរវាដល់ចំណុចមួយវានឹងមានការផ្លាស់ប្រែប៉ុន្តែវាប្រែពីអាក្រក់ទៅល្អឬពីល្អមកកាន់តែល្អឬក៏ពីល្អទៅអាក្រក់ឬក៏ពីអាក្រក់មកល្អវាអាស្រ័យទៅលើការដឹកនាំរបស់ពួកយើងទាំងអស់គ្នាជាពិសេសគឺតួនាទីរបស់អ្នកដឹកនាំអញ្ចឹងវីដេអូនេះខ្ញុំលើកប្រធានបទនេះយកមកអាចថាសម្រាយប៉ុណ្្នឹងសិនបើសិនជាបងប្អូនចង់ស្ដាប់បន្តនៅក្នុងសភៅនេះខ្ញុំនឹងលើកចំណុចពិសេសដើម្បីឲ្យបងប្អូនស្ដាប់ហើយពិចារណាបន្តទៀតហើយឥឡូវសូមប៉ុណ្្នឹងសិនមិនខ្លីក៏មិនវែងដែរសូមជម្រាបលា